កលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សារវាងនិយត្តករគណនេយ្យនិងសវនកម្ម ACAR ជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គ្រឹះស្ថានសិក្សារវាងនិយត្តករគណនេយ្យនិងសវនកម្ម ACAR និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida ក្រោមអធិបតីភាពឯកឧត្តមងីតាយីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាជំនាញគណនេយ្យកម្ពុជានាព្រឹកថ្ងៃទី1ខែធ្នូឆ្នាំ2025ឯកឧត្តមប៊ូថារិនអគ្គនាយកនិយត្តករគណនេយ្យនិងសវនកម្មនិងជាអនុប្រធានប្រចាំការគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យជំនាញកម្ពុជាមានប្រសាសន៍ថាកម្មវិធីសិក្សាគណនេយ្យនិងសវនកម្មកម្ពុជាត្រូវបានអនុវត្តតាមស្តង់ដារអន្តរជាតិ ACCA CPA អូស្ត្រាលីដើម្បីជាមូលដ្ឋានក្នុងការរៀបចំក្នុងការសិក្សាស្របតាមគុណវុឌ្ឍិជាតិបង្ហាញពីអត្តសញ្ញាណជាតិដោយក្នុងនោះសៀវភៅសិក្សាក៏ត្រូវបានអភិវឌ្ឍស្របតាមលក្ខណៈសេដ្ឋកិច្ចសង្គមរបស់កម្ពុជាការទទួលស្គាល់ស្ថាប័នបណ្ដុះបណ្ដាលមួយឬការយកកម្មវិធីនេះទៅអនុវត្តត្រូវផ្អែកលើមូលដ្ឋានប្រវត្តិរចនាសម្ព័ន្ធសមត្ថភាពគ្រូនិងគុណវុឌ្ឍិនៃការបណ្ដុះបណ្ដាលផងដែរឯកឧត្តមបន្តថាគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកគណនេយ្យករជំនាញប្រកបដោយគុណវុឌ្ឍិគ្រប់គ្រាន់នៅកម្ពុជានិងមានភារកិច្ចពិនិត្យវិតម្លៃនិងទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាដែលកិច្ចការនេះជារបស់អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំនិងការបណ្ដុះបណ្ដាលដែលជាសេនាធិការរបស់គណៈកម្មាធិការដើម្បីអនុវត្តយន្តការនេះដោយភាពគត់មុតនិងគ្រប់ជ្រុងជ្រោយគណៈកម្មាធិការបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាកាលពីថ្ងៃទី17ខែតុលាឆ្នាំ2025ក្នុងគោលបំណងជាមូលដ្ឋានក្នុងការកំណត់បុរេលក្ខខណ្ឌនិងលក្ខខណ្ឌផ្សេងដែលគ្រឹះស្ថានត្រូវបំពេញដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការបណ្ដុះបណ្ដាលគណនេយ្យករជំនាញកម្ពុជាដោយឈរលើគោលការណ៍ស្ម័គ្រចិត្តលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida បានបញ្ជាក់ថាការទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដើម្បីអប់រំបណ្ដុះបណ្ដាលក្នុងកម្មវិធី CPA កម្ពុជាគឺដោយសារសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida មានគុណវុឌ្ឍិក្នុងការបណ្ដុះបណ្ដាលមានឧបករណ៍សម្ភារៈសិក្សាគ្រប់គ្រាន់និងទំនើបសម្រាប់សិស្សនិស្សិតដើម្បីរៀនសូត្រនិងអនុវត្តលើពីនេះការទទួលស្គាល់នេះជាមោទនភាពសម្រាប់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida ដើម្បីបណ្ដុះបណ្ដាលសិស្សនិស្សិតនៅជំនាញគណនេយ្យកម្រិតខ្ពស់ CPA ហើយសិស្សនិស្សិតដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះអាចស្នើសុំបើកក្រុមហ៊ុនសវនកម្មផងដែរសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ SIDA នេះទទួលបាននៅវិញ្ញាបនបត្រទទួលស្គាល់ដើម្បីអប់រំបណ្ដុះបណ្ដាលនៅក្នុងកម្មវិធី CPA ខ្មែរយើងនិយាយ CPA ខ្មែរគឺ Certified Public Accounting មានន័យថាអ្នកជំនាញជាន់ខ្ពស់ខាងគណនេយ្យតាមរយៈការទទួលស្គាល់គុណវុឌ្ឍិសិក្ខាបករសម្ភារៈដែលយើងមានបំពាក់នៅក្នុងសាកលវិទ្យាល័យយើងមើលសិក្ខាបករយើងមានកុំព្យូទ័រប្រហែលជា500គ្រឿងសម្រាប់ឲ្យនិស្សិតមករៀនហើយអនុវត្តហើយឆ្នាំនេះឥឡូវនេះយើងកំពុងដំណើរការទិញសម្ភារៈដើម្បីបំពាក់ Smart Classroom ដែលជាឧបករណ៍មួយទំនើបបំផុតនៅក្នុងសម័យឆ្នាំ2025នេះតែម្ដងនៅក្នុងសម័យ AI អញ្ចឹងមានន័យថាសាកលវិទ្យាល័យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំដើម្បីបណ្ដុះបណ្ដាលជំនាញនេះសម្បូរការងារណាស់ពីព្រោះសពថ្ងៃនៅក្នុងស្រុកខ្មែរយើងតាមដែលខ្ញុំទទួលព័ត៌មានពីក្រសួងការងារគឺមានក្រុមហ៊ុននិងសហគ្រាសជិត 70000 ហើយសហគ្រាសណាក៏ត្រូវការគណនេយ្យករដែរយើងមានគោលនយោបាយ2ធំដែលយើងអាចនិយាយបានថាជាគោលនយោបាយជួយតំណងទី1យើងមានមជ្ឈមណ្ឌលការងារគេហៅ Career Center ទី2មុខវិជ្ជាដែលរៀនហើយក្នុងចំណោមឧទាហរណ៍ថា10មុខក្នុងចំណោមនោះចេះ8 9នៅខ្វះ1ឬ2អត់ចេះអត់ច្បាស់មករៀនវិញជាមួយសិស្សប្អូនជំនាន់ក្រោយ free អត់គិតលុយទេមករៀនវិញបាទនេះជាគោលការណ៍របស់យើងអញ្ចឹងនេះជាការផ្ដាំផ្ញើគឺរៀនឲ្យចេះស្ទាត់ចេះច្បាស់បាទសូមអរគុណ